ហើយអ្នកដឹកនាំផ្នែកលក់យើងត្រូវរៀនក៏ត្រូវយល់ឲ្យច្បាស់អំពីយើងមានផលិតផលហើយសំណួរដែលយើងត្រូវសួរបន្ទាប់សួរថាអ្នកណាដែលនឹងប្រើផលិតផលយើងបានអ្នកណាដែលជា right customer របស់យើងអ្នកណាជាអតិថិជនចម្បងរបស់យើងក្នុងការរៀបចំសេវាកម្មនោះឲ្យត្រូវនឹងគាត់តើផលិតផលឬសេវាកម្មរបស់យើងនឹងត្រូវនឹងមនុស្សប្រភេទម៉េចកម្រិតវប្បធម៌កម្រិតជីវភាពស្ថានភាពយ៉ាងម៉េចទីតាំងផ្សេងអញ្ចឹងយើងត្រូវតែបដោតទៅលើអតិថិជនគោលដៅសំខាន់របស់យើងតើអ្នកណានឹងទិញសេវាកម្មអ្នកណានឹងប្រើប្រាស់សេវាកម្មរបស់យើងអញ្ចឹងយើងត្រូវពិចារណាឲ្យច្បាស់បើយើងអត់ច្បាស់យើងមានផលិតផលហើយប៉ុន្តែដឹងថាអ្នកណាដែលមានសិទ្ធិប្រើផលិតផលរបស់យើងអ្នកណាដែលជាអតិថិជនចម្បងដែលយើងនាំផលិតផលទៅកាន់គាត់ឲ្យចំមនុស្សអញ្ចឹងបើសិនបើយើងអត់ច្បាស់ពីអតិថិជនគោលដៅទេការលក់ agency របស់យើងក្រុមរបស់យើងនឹងពិបាកនៅពេលនោះហើយយើងមិនដឹងដឹកនាំមិនទេពួកអីបើយើងនៅពេលដែលក្រុមរបស់យើងសួរថាអ្នកណាខ្លះអ្នកណាដែលជាគោលដៅចម្បងរបស់យើងជាអតិថិជនចម្បងរបស់យើងដែលយើងត្រូវទៅរកគាត់មុនគេដែលគាត់ស័ក្តិសមនឹងផលិតផលរបស់យើងអញ្ចឹងយើងត្រូវតែមើលអ្នកណាជា right customer របស់យើងអញ្ចឹងជាថ្នាក់ដឹកនាំផ្នែកលក់ត្រូវតែមើលឡើងវិញថាយើងត្រូវទៅលក់ឲ្យអ្នកណាគេអញ្ចឹងដូចខ្ញុំថ្ងៃមុនបានជជែកជាមួយមិត្តភ័ក្តិមួយគាត់ធ្វើការនៅក្នុង NGO គាត់បាននិយាយភាសាមួយដែលខ្ញុំមិនបានឆ្លើយតបឲ្យគាត់ទេគាត់នៅក្នុងក្រៅវិស័យនៃលក់ប៉ុន្តែគាត់យល់ច្បាស់ពីអតិថិជនមានមិត្តភ័ក្តិមួយទៀតគាត់លក់សេវាកម្មធានារ៉ាប់រងអាយុជីវិតហើយផលិតផលដែលគាត់លក់ហ្នឹងបុព្វលាភចាប់ពី$400ឡើង$500ឡើងបានអាចជាវបានអញ្ចឹងអ្នកលក់ម្នាក់ហ្នឹងដោយសារជាមិត្តភ័ក្តិយើងដែរគាត់បានទៅជួបតាអ្នកដែលគាត់មានជាគាត់ធ្វើការនៅរោងចក្រអីប្រាក់ខែគាត់ត្រឹម300-400អញ្ចឹងណាអញ្ចឹងហើយរយៈពេល6ខែគាត់លក់អត់បានទេគាត់លក់អត់បានអញ្ចឹងទៅជួបគ្នាក៏ជជែកគ្នាអញ្ចឹងណាហើយខ្ញុំដោយសារតែខ្ញុំជាគ្រូបណ្ដុះបណ្ដាលខ្ញុំមិនសូវហ៊ាននិយាយដែរខ្ញុំគាត់ថាការស្គាល់អតិថិជនសំខាន់ជាងផលិតផលយើងដឹងថាអ្នកណាដែលប្រើប្រាស់សេវាកម្មរបស់យើងបានអ្នកណាដែលប្រើផលិតផលយើងបានអញ្ចឹងបើយើងទៅជួបមនុស្សធម្មតាធ្វើម៉េចតែគាត់ចង់បានចង់ប្រើសេវាកម្មហ្នឹងគាត់ចង់បានប៉ុន្តែគាត់ទៅអត់រួចលទ្ធភាពគាត់អត់ដល់ទេដោយសារអីធម្មតាត្រូវការចំណាយលុយឬក៏ត្រូវមានលុយភ្លាម$500វាសម្រាប់សេដ្ឋកិច្ចរៀងលំបាកវាមិនងាយទេអញ្ចឹងតើទៅរកអ្នកណាដែលមានចំណូលលើសពី$1000បានអាចអញ្ចឹងបើយើងទៅរកអ្នកចំណូលក្រោម500ទៅហើយឬចំណូលខ្ទង់ចន្លោះ500អញ្ចឹងมันអាចបានទេអញ្ចឹងគាត់មិនមែនជាអតិថិជនគោលដៅទេគាត់មិនមែនជាអតិថិជនចម្បងដែលត្រូវនឹងផលិតផលសេវាកម្មមួយទេមួយទៀតមានអ្នកលក់ឡានម្នាក់គាត់តាក់ទងមកខ្ញុំហើយគាត់ចង់លក់ឡានប្រភេទ BMW អញ្ចឹងតម្លៃវាថ្លៃចាប់ពី100000ឡើងទៅមានតម្លៃក្រោម20000អញ្ចឹងណា30000អញ្ចឹងគាត់មករកខ្ញុំហើយខ្ញុំប្រាប់គាត់ត្រង់ថាអូនមករកបងមិនអាចទិញសេវាកម្មបងបានទេដោយសារអីបងជាគ្រូបណ្ដុះបណ្ដាលចំណូលប៉ុន្មានជាគ្រូមិនមានលុយទៅទិញឡានតម្លៃ$4-100000 $30000ទេមិនអាចទេហើយទៅបីតែគាត់មានលុយក៏ដោយក៏គាត់មិនទិញដែរមូលហេតុដោយសារចំណូលប្រចាំខែរបស់គាត់មិនអាចទៅចេញថ្លៃសាំងរួចទេអញ្ចឹងបើគាត់ជិះឡានកម្រិតហ្នឹងគាត់មិនជាគ្រូទេគាត់គួរតែជាអ្នករស់ស៊ីឯផ្សេងអញ្ចឹងខ្ញុំនិយាយអញ្ចឹងមិនចង់មានន័យថាគ្រូនឹងក្រទេប៉ុន្តែកាលណាគាត់ជាគ្រូបរិញ្ញាគាត់ច្បាស់ជាគិតពិចារណាគាត់មិនអាចទៅចំណាយចាក់សាំងឬក៏ប្រើឡានទំនើបហួសហេតុពេកទេគាត់នឹងប្រើអ្វីដែលសមល្មមទោះបីគាត់មានអាជីវកម្មផ្សេងក៏គាត់ត្រូវប្រើអាណាទំនើបលើនឹងដែរអញ្ចឹងអតិថិជនគោលដៅនេះសំខាន់ត្រូវតែច្បាស់លាស់ថាអ្នកណាដែលស័ក្តិសមនឹងផលិតផលនិងសេវាកម្មរបស់យើងដើម្បីឲ្យក្រុមយើងមានកម្លាំងហើយឆ្ពោះទៅរកអតិថិជននោះ